ឥឡូវបន្ទាប់ពីបានត្រេងដែងមកតែងដងស្ទូចវឹងមកដល់មាត់បឹងនេះបងប្អូនឥឡូវនេះយ៉ាគាត់តម្លាក់ភ្លាមស៊ីផ្លប់ទៅមកបងប្អូនណាត្រីក្រាញ់ឥឡូវដាក់មកប្លង់ទៀតបងប្អូនទឹកថ្លាយ៉ងបងប្អូនឡើងអត់ទាស់ទឹកមើលទៅខ្យល់ហិចហិចយ៉ាស៊ីទៀតបងប្អូនមកក្រាញ់នេះបងប្អូនស្រួលរបំផុតត្រីគ្មានអីស្រួលស្ទូចជាងត្រីក្រាញ់ហាបងប្អូនដៃច្រឡំត្រីក្រាញ់មួយបាត់ទៀតហើយបងប្អូនអូយអានេះដាក់មកប្លង់ទៀតបងប្អូនពួកអាត្រីក្រាញ់ពេលដោយមកត្រីដៃក៏ច្រឡំថាត្រីក្រាញ់ឥឡូវស៊ីទៀតហើយបងប្អូនលឹបអានេះទើញឡើងទុនដងបងប្អូនត្រីអីបងប្អូនបោយើឥឡូវដាក់កន្លែងនេះកន្លែងទឹកឡែបងប្អូនចានោះទៅបាក់បាត់ហើយបងប្អូនមើលត្រីអីបងប្អូនមិនគាត់ដាក់បាច់ចាប់នុយបាត់ហើយផ្លឹបបងប្អូនស៊ីហើយណាអូខ្ចាយទឹកបងប្អូនអានេះដៃបងប្អូនធំណាស់មើងឹលបងប្អូនអើយដៃថ្ងៃនេះស្វាក់តែងដៃពេលងាកថ្ងៃមិញបានតែក្រាញ់ឥឡូវបានដៃអូបងប្អូនអូយប៉ុណ្ណេះបុកជូខ្សាំងបងប្អូនងាកនឹងច្រឡំជូ7បងប្អូនអូធំមកបងប្អូនមើងឹលបងប្អូនអូខ្ញុំបានដៃបងប្អូនចាប់ឲ្យបងប្អូនមើលលុកអូខ្មៅងឹលប៉ុនក៏ដៃបងប្អូនអូយមិនសាច់បងប្អូនហើយឡើងហ្វិតសាច់អានេះគេហៅថាស្អីធម្មជាតិបងប្អូនឥឡូវដាក់មកប្លង់ទៀតបងប្អូនយ៉ាសង្ស័យក្រោមមេឃចាក់ហ្នឹងគ្មានទៅណាទេបងប្អូនបើមិនដៃគោក្រាញ់នោះមាត់មកបងប្អូនខ្ញុំថាដៃបងប្អូនភ្នាល់100ស៊ីទៅ10ឯដឹងដៃមកមាត់មិនចុយបលយើបងប្អូនអើយគេថាលបែងតែងតែវិនិច្ឆ័យចឹងមែនទៅបីតាទីត្រីខុសទេបងប្អូនឃើញមាត់មហោបមានណាក្រាញ់សោះបងប្អូន